ថ្ងៃសៅរ៍អាទិត្យអញ្ចឹងអត់ដឹងទៅណាសាកធ្វើជ្រក់ត្រកួនញ៉ាំជាមួយនឹងសាច់គោងៀតឬក៏សាច់ក្របីងៀតម្ដងមើលធានាដឹងតែឆ្ងាញ់ជាប់ចិត្តហ្មងញ៉ាំជាមួយបាយក៏បានឬក៏ប្រើជាគ្រឿងក្លែមកាន់តែពិសេសទៅទៀតបើនិយាយពីវិធីធ្វើអត់មានអីពិបាកទេធ្វើភ្លាមញ៉ាំភ្លាមហ្មងពុកម៉ែបងប្អូនចំពោះគ្រឿងផ្សំដំបូងគេគឺត្រកួនបឹងដែលជាតួឯកសំខាន់ក្នុងមុខម្ហូបនេះបន្ទាប់មកមានខ្ទឹមសខ្ទឹមក្រហមគល់ស្លឹកគ្រៃរំដេងម្ទេសនិងក្រូចឆ្មារំដេងគល់ស្លឹកគ្រៃនិងខ្ទឹមក្រហមហាន់ជាចំណិតស្ដើងកុំហាន់ក្រាស់ពេកណាពុកម៉ែបងប្អូនពីព្រោះយើងយកទៅលាយជាមួយជ្រក់ត្រកួនយើងវាអាចនឹងស្កាត់អញ្ចឹងយើងហាន់ជាចំណិតស្ដើងតូចល្មមបងប្អូនដែលចូលចិត្តតាមដានវីដេអូចែករំលែកពីមុខម្ហូបប្រចាំថ្ងៃរបស់ខ្ញុំសូមបងប្អូនជួយចុច Subscribe ឬចុចសញ្ញារូបកណ្ដឹងម្នាក់មួយផងឥឡូវយើងទៅមើលពីវិធីធ្វើជ្រក់ត្រកួនរបស់យើងបន្តទៀតត្រកួនខ្ញុំយកវាមកដំឲ្យវារាងទក់បន្តិចណាបន្ទាប់មកខ្ញុំកាត់ប្រវែងប្រហែលជា3ថ្នាំងដៃទៅបើសិនជាបងប្អូនចង់ដាក់ទាំងវែងក៏បានដែរតែសម្រាប់ខ្ញុំកាត់រាងខ្លីៗបន្តិចយើងងាយស្រួលញ៉ាំពេលដែលកាត់ជាកង់រួចហើយខ្ញុំយកត្រកួនហ្នឹងទៅច្របាច់ជាមួយអំបិលខ្ញុំប្រើអំបិលរាងច្រើនបន្តិចបន្ទាប់មកយើងច្របាច់ទៅច្របាច់មកឲ្យត្រកួនហ្នឹងវារាងទន់ល្អពេលដែលយើងយកទៅធ្វើជ្រក់ហ្នឹងវាងាយស្រួលញ៉ាំហើយវាទន់ល្អឥឡូវត្រកួនរបស់ខ្ញុំច្របាច់អំបិលរួចហើយបន្ទាប់មកខ្ញុំយកទៅលាងទឹកណាបងប្អូនលាងទឹកឲ្យជ្រះជាតិជ័រនិងជាតិអំបិលដែលយើងច្របាច់អំបាញ់មិញណាបងប្អូនលាងទឹកប្រហែលជា2-3ទឹកទៅដើម្បីឲ្យវាជ្រះល្អបន្ទាប់មកយើងយកវាទៅដាក់នឹងកញ្ច្រែងឲ្យស្រស់ទឹកណាបងប្អូនឲ្យស្រស់ទឹករួចហើយយកទៅក្លាសេរយៈពេល4-10-20នាទីទៅដើម្បីឲ្យត្រកួនយើងហ្នឹងវាកាន់តែស្រួយឆ្ងាញ់បន្ទាប់មកខ្ញុំយកទុកមួយឡែកសិនរួចហើយយករំដេងដែលហាន់ជាចំណិតស្ដើងហ្នឹងយកមកបុកវាឲ្យម៉ដ្ឋឲ្យមានក្លិនឈ្ងុយល្អរួចហើយសិមយើងដួសវាទុកមួយឡែកសិនទុកសម្រាប់យកទៅលាយជាមួយគ្រឿងរបស់យើងយកខ្ទឹមសនិងម្ទេសមកបុកបញ្ចូលគ្នាឲ្យម៉ដ្ឋបើសិនជាបងប្អូនមានម៉ាស៊ីនក្រឡុកយើងយកទៅក្រឡុកក្នុងម៉ាស៊ីនណាវាកាន់តែងាយស្រួលបន្ទាប់មកខ្ញុំដួសវាដាក់ទុកមួយឡែកបងប្អូនរួចហើយខ្ញុំបន្ថែមជាមួយនឹងស្ករប៊ីចេងទឹកត្រីនិងអំបិលបន្តិចបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងក្រូចឆ្មារបស់យើងបងប្អូនយើងច្របល់ចូលគ្នាឲ្យគ្រឿងនឹងវាចូលជាតិគ្នាសព្វល្អទៅសិមយើងដាក់ត្រកួនចូលរួចហើយយើងច្របល់ជាមួយគ្រឿងបងប្អូនច្របល់ត្រកួនជាមួយគ្រឿងឲ្យរយៈពេលរៀងយូរបន្តិចទៅច្របល់ទៅច្របល់មកឲ្យត្រកួននិងគ្រឿងវាចូលសព្វគ្នាល្អបងប្អូនបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងគល់ស្លឹកគ្រៃខ្ទឹមក្រហមនិងម្ទេសបងប្អូនបើសិនជាបងប្អូនចំណូលម្ទេសរាងច្រើនបងប្អូនដាក់ម្ទេសរាងច្រើនទៅតែសម្រាប់ខ្ញុំប៉ុណ្ណឹងវារាងហឹរពេកហើយបន្ទាប់មកយើងធ្វើការច្របល់ទៀតបងប្អូនច្របល់ម្ទេសជាមួយគ្រឿងនឹងត្រឡប់ទៅត្រឡប់មកឲ្យវាចូលជាតិគ្នាល្អណាកាន់តែពិសេសពីលើនឹងទៀតជ្រក់ត្រកួននេះដែរយើងអាចយកវាទៅញ៉ាំភ្លាមឬក៏យកទៅក្លាសេក្នុងទូទឹកកកទុកមួយយប់កាន់តែមានរសជាតិស្រួយឆ្ងាញ់ជ្រក់ត្រកួនមួយមុខនេះធានាថាឆ្ងាញ់ប្លែកហ្មងពុកម៉ែបងប្អូនអាចធ្វើតាមវិធីរបស់នាងខ្ញុំបានចំណាយលុយតិចហើយយើងចំណេញពេលវេលាហើយមានរសជាតិឆ្ងាញ់ទៀតជាពិសេសលក្ខណៈគ្រួសារជួបជុំបងប្អូនយើងមានសាច់ខ្លែមសាច់ក្រៀមបងប្អូនមានត្រីងៀតត្រីឆ្អើតឬក៏សាច់ក្របីសាច់គោអីដឹងតែឆ្ងាញ់ជក់ចិត្ត